តោះចឹងមិញយើងអានប្រែហើយចឹងបញ្ចប់ប៉ុណ្ណឹងចុះ444លើបន្តទៅ445 Let's go to the new movie downtown ប្រែសិនមើលតោះទៅមើលកុនថ្មីនៅទីប្រជុំជនអាហ្នឹងអ្នកទី1និយាយអ្នកទី2តបថា thanks អរគុណហើយ but I blank it already ប៉ុន្តែខ្ញុំចុចវារួចរាល់ហើយចំណុចរបស់យើងទាំង4សុទ្ធតែជា form របស់គេសាប់ C ដែលបានថាមើលchứគេចង់និយាយថាគេមើលវាហើយយកមើលមួយណា A was seeing ហ្នឹងជាកាលអីគេហ្នឹង past continuous B have seen present perfect D had seen past perfect ហើយនឹង D had seen នឹង form អីបើ had seen នឹងគ្មាន form ទេគ្មាន form ទេដោយសារអីគេ had ហ្នឹងមិន had ហ្នឹង had ហ្នឹងគូមួយ verb 3ជានិច្ចអត់មានជំរើសណាផ្សេងខុសពី verb 3បានទេណាខុស verb 3បានទេហើយ C បើយើង verb ដើមជាង had C had verb ដើមខុសហើយណាបាទខុសហើយចាឌីមិនខុសវាខុស form ហើយតែខុស form មិនគិតបាច់ចាណាទេតែខុស form ខុសហើយនេះឡើយយកអីយក B ជា present perfect បាច់ចម្លើយ B នឹងត្រឹមត្រូវណាយើងយកជា present perfect ចឹងពេលដាក់ចូលទៅវាទៅជា thanks but I have seen it already ដែលបានថាអរគុណហើយប៉ុន្តែខ្ញុំបានមើលវារួចហើយប៉ុន្តែបកស្រាយបានហេតុអីបានយកអាហ្នឹងមិនយកផ្សេងហេតុអីមិនព្រមយក A was seeing ជា past continuous តើ past continuous គេប្រើបែបណាអរេមិនមែន future arrangement ទេ future arrangement ដល់ present continuous past continuous គឺគេយកពីសកម្មភាពមួយដែលបានកើតឡើងហើយនៅក្នុងអតីតកាលក្នុងកំឡុងពេលណាមួយវាជាសកម្មភាពវែងវាចាប់ផ្ដើមនៅអតីតវាបន្តមកដល់អតីតប៉ុន្តែជាទូទៅកាលណាគេប្រើជា past continuous ច្រើនតែគេយកសកម្មភាពណាមួយកើតនៅចន្លោះហ្នឹងយកមកប្រៀបធៀបដែរជា past simple ឥឡូវបើយករបស់យើងអត់មាន past simple យកមកប្រៀបធៀបនោះទេអញ្ចឹងវាអត់ត្រូវជាមួយនឹង past continuous នោះទេជាអាឌីអាស៊ី past perfect មិនដែរគេប្រើមិន past perfect ដឹងហ៎ឡប់ពីណាឡប់ប្រើមិនចុះតែមើលលេចហើយតោះភ្លេចទៅរំលឹកឡើងវិញណាចឹង past perfect គេឲ្យឈ្មោះវាថា past of the past អតីតកាលនៃអតីតកាលរបស់អតីតកាលគឺជាអតីតកាលរបស់អតីតកាលមួយផ្សេងទៀតចឹងបានថាវាកើតមុនអ្នកមួយផ្សេងទៀតនៅអតីតកាលដូចនេះ timeline វិញជា timeline វាណាអានេះ now past perfect វាកើតនៅក្នុង past ហើយជាទូទៅគេធៀបវាមួយ past មួយផ្សេងទៀតមួយនេះគឺជា past perfect បើវាកើតឡើងចប់បាត់ហើយធៀបជាមួយនឹងមួយទៀតសកម្មភាពមួយផ្សេងទៀតដែលនៅក្នុង past ដូចគ្នាណាអត់ដល់ទេគេធៀបមួយអ្នកផ្សេងមួយទៀតនៅក្នុង past វាកើតមុនហ្នឹងវាអត់មានដល់បច្ចុប្បន្នវាចប់ក្នុង past ហើយបើយើងមើលមានអា past មួយផ្សេងទៀតឲ្យប្រៀបធៀបទេអត់មានទេបាទចុះអា B ត្រូវហ្នឹង present perfect ហ្នឹងវាត្រូវមិនបើវាត្រូវគេនិយាយពីកម្មវិធីបែបណាគេប្រើ present perfect ជាមួយនឹង already ដើម្បីយកពីរឿងដែលចប់នៅអតីតកាលហើយរឿងហ្នឹងកាលឡើយនៅអតីតកាលហើយប៉ុន្តែវាសង្កត់ធ្ងន់បន្តិចកាលណាមាន already វាសង្កត់ធ្ងន់ថារឿងហ្នឹងវាកើតឡើងមុនការរំពឹងរបស់នរណាម្នាក់នៅក្នុងប្រយោគរបស់យើងមានគេរំពឹងទេមែនអាអ្នកមុនអ្នកនិយាយហ្នឹងវាប្របួលគេទៅមើលភាពយន្តចេញនៅក្នុងចិត្តវាគិតថាអាហ្នឹងមិនតាន់មើលនោះទេវាអត់ដឹងថាអាហ្នឹងមើលហើយនោះទេអញ្ចឹងវារំពឹងថាអាមួយទៀតវាមិនតាន់មើលហើយដល់អានោះតាមពិតវាមើលរួចហើយអញ្ចឹងវាមើលមុនការរំពឹងរបស់អ្នកដែលប្របួលវាទៅមើលអាហ្នឹងអញ្ចឹងបាទអាហ្នឹងត្រូវជាមួយនឹង present perfect ហើយដែលអាការរំពឹងគឺរំពឹងក្នុងពេលបច្ច
បច្ចុប្បន្ន let's go let's go បបួលអីឥឡូវបបួលឥឡូវគឺឥឡូវនេះកំពុងរំពឹងថានោះមិនតាន់ធ្វើមិនតាន់មើលហើយតាមពិតអានោះគឺមើលហើយបាទមើលហើយចឹងម្ដងទៀតគេប្រើ present perfect ជាមួយនឹង already ដើម្បីយកពីសកម្មភាពដែលបានកើតឡើងមុនការរំពឹងរបស់នរណាម្នាក់ក្នុងពេលបច្ចុប្បន្នចឹងវាកើតដល់អតីតហើយបាទហើយប៉ុន្តែបច្ចុប្បន្នមានគេរំពឹងហើយវាកើតមុនហ្នឹង